แต่ខ្ញុំចង់ជំរាបបន្តិចដែរដោយសារផលិតផលរបស់យើងហ្នឹងមិនមែនតែផ្សព្វផ្សាយបច្ចុប្បន្ននេះទេគឺមានការផលិតតាំងពីឆ្នាំ1989មកម្លេះអាលក់ហ្នឹង10ឆ្នាំលក់ផលិតផលយើងដើររញទេសហ្នឹង10ឆ្នាំប៉ុន្តែដល់យើងមកធ្វើទីផ្សារថែមពីលើទៀត10ឆ្នាំទៀតហើយអញ្ចឹងបទពិសោធន៍ខ្ញុំ20ឆ្នាំហើយពីដើមដូចខ្ញុំជំរាបជូនបងអញ្ចឹងខ្ញុំរញទេសដើរហ្នឹងខ្ញុំធ្វើទីផ្សារលក់ប៉ាតេបដើខ្ញុំជាងនៅកពតអញ្ចឹងត្រឡប់មកវិញអញ្ចឹងទៅយប់ព្រលឹមឡើងអញ្ចឹងពេលយប់យើងច្រៀងជាប់យើងគេងនៅតាមតំបន់ភូមិស្រុកគេយើងសុំគេស្នាក់នៅអញ្ចឹងណាព្រលឹមឡើងបងចេញម៉ូតូមកអញ្ចឹងយើងមើលកន្លែងណាតំណងមានទីប្រជុំជនអីអញ្ចឹងយើងចេះតែស៊ូគេយើងអត់មានបានអីកាលហ្នឹងយើងសរសេរលេខដាក់លើกระดาษឲ្យគាត់អញ្ចឹងណាមានតាមហាងនំប៉័ងមានអីតាមទីផ្សារមើលទៅប្រជុំជនដែលគាត់អាចថាតំបន់ហ្នឹងគាត់អាចលក់បានអញ្ចឹងណាបាទធ្វើទីផ្សារកាលហ្នឹងមិនមែនថាយើងអួតទេតែបុរាណទេបាទតែវាយ៉ាងខ្លាំងដែរអញ្ចឹងគឺថាគេទទួលគ្រប់គ្រងផលិតផលយើងវាឆ្ងាញ់នោះបាទអញ្ចឹងបាទសួស្ដីបងប្រុសបាទសួស្ដីអូនបាទគ្រប់នឹងជំរាបសួរបងបាទហ្នឹងហើយឮសូរគេថាបងឯងហ្នឹងគឺជាតំណាងទីផ្សារលក់សាច់ប៉ាតេភ្នំពេញ310ហ្នឹងបងបាទខ្ញុំហ្នឹងតំណាងចែកចាយរបស់ក្រុមហ៊ុនប៉ាតេភ្នំពេញ310ហ្នឹងអូឥឡូវបានជួលរបស់ពិតហើយអញ្ចឹងតើបងប្រុសអាចណែនាំខ្លួនរបស់បងបានអត់បាទជំរាបសួរហើយខ្ញុំបាទឈ្មោះជូប្រុសបាទដែលមានស្រុកកំណើតនៅភូមិម៉ៅសង្កាត់រកាក្រៅក្រុងដូនកែវខេត្តតាកែវបាទហើយបច្ចុប្បន្ននេះគឺនៅទីក្រុងភ្នំពេញដែលលក់ផលិតផលរបស់ក្រុមហ៊ុនប៉ាតេភ្នំពេញ310ហ្នឹងតែម្ដងបាទអូអញ្ចឹងហើយទៅមកលក់សាច់ប៉ាតេនិងសាច់ប៉ាតេខ្មែរបាទផលិតផលរបស់យើងគឺផលិតផលនៅក្នុងស្រុកអូនផលិតនៅស្រុកខ្មែរតែម្ដងហ្នឹងហើយតើបងចាប់ដើមលក់សាច់ប៉ាតេហ្នឹងលក់កាលពីឆ្នាំណាចាប់ពីឆ្នាំណាមកនិយាយទៅបងលក់យូរហើយបាទគ្រាន់តែលក់ប៉ាតេចូល10ឆ្នាំជាងតាំងឆ្នាំ2000មកម្លេះឆ្នាំ2000អូជួបគីឡូចាស់បាទចាប់ដើមលក់ដល់ឆ្នាំ2000ហ្នឹងគឺថ្ងៃទី18ខែ9មកឆ្នាំ2000តែម្ដងអូវ៉ាវគាត់ថ្ងៃខែទុកទៀតអញ្ចឹងបងអូនសំសួរទៀតតើការលក់ប៉ាតេរបស់បងហ្នឹងការចេញពីអ្នកមិត្តភ័ក្តិឬក៏បងប្អូនឬក៏បងខ្លួនឯងដែលជំរុញថាឲ្យធ្វើការមួយហ្នឹងណាបាទការពីមុននោះនិយាយពីប្រភពដើមដែលការលក់របស់ខ្ញុំណាបាទលក់ដំបូងបំផុតគឺយើងអត់ទាន់បានស្គាល់ពីក្រុមហ៊ុនប៉ាតេភ្នំពេញ310ទេនិយាយជាក់ស្ដែងទៅគឺយើងយកអាសាច់ក្នុងផ្សារលក់យើងដើររញទេសលក់ណាអូនបាទប៉ុន្តែដល់ក្រោយមកបាទខ្ញុំលក់បានប្រហែលជាកន្លះឆ្នាំមានបងប្អូនម្នាក់ហ្នឹងគាត់ធ្វើការនៅខាងប៉ាតេភ្នំពេញ310ហ្នឹងណាគាត់ចុះទៅដាក់សាច់ដៃតាមខេត្តឲ្យឃើញខ្ញុំរញទេសលក់ហ្នឹងគាត់ក៏សួរនាំព័ត៌មានទៅគាត់ឲ្យសាច់អីខ្ញុំភ្លក់អញ្ចឹងណាខ្ញុំក៏បានភ្លក់សាច់ហ្នឹងទៅមើលសាច់ហ្នឹងទៅវាឆ្ងាញ់គុណភាពរសជាតិអនាម័យយើងមើលទៅគួរមានទំនុកចិត្តអាចទទួលយកបានអញ្ចឹងខ្ញុំក៏លេងយកសាច់នៅក្នុងផ្សារក៏សម្រាប់ចិត្តយកផលិតផលក្រុមហ៊ុនប៉ាតេភ្នំពេញ310ហ្នឹងដាក់លក់តែម្ដងលក់នំប៉័ងសាច់អូបាទអញ្ចឹងសូមសួរថាអញ្ចឹងការលក់របស់បងប្រុសដំបូងមកបងប្រុសមិនមែនជាទីផ្សារទេគ្រាន់តែជាអ្នកលក់នំប៉័ងសាច់ធម្មតាក៏យ៉ាងម៉េចអូខេហ្នឹងហើយពាក់ព័ន្ធទៅលើការងារហ្នឹងខ្ញុំមិនមែនទាន់មានបទពិសោធន៍ក្នុងការធ្វើទីផ្សារទេគ្រាន់តែយើងដើរលក់នំប៉័ងធម្មតាតាមភូមិតាមអីណាកាលសម័យមុនបើនិយាយទៅនេះផ្លូវលំបាកណាផ្លូវលំបាកខ្ញុំស្វែងពីភូមិមួយទៅភូមិមួយរុញដើរគឺហើយម៉ូយហ្នឹងក៏មុនមានតិចណាកាលយើងអត់ទាន់យកផលិតផលណាព្រោះឲ្យសាច់ហ្នឹងវាអត់សូវឆ្ងាញ់ពីមុនណាយើងយកសាច់នៅក្នុងផ្សារតែបានដល់ផលិតផលយកសាច់ពីក្រុមហ៊ុនប៉ាតេភ្នំពេញ310ទៅការលក់របស់យើងគឺកើនឡើងហ្មងកើនរហូតដល់យើងលក់នៅតាមស្រុកខ្សែក្នុងមួយថ្ងៃខ្ញុំលក់នំប៉័ងសាច់ហ្នឹងអស់ខ្ទង់ប្រហែលជា200ទៅ300ដើមដែរក្នុងមួយថ្ងៃអូនវ៉ាវការពី10ឆ្នាំមុនលក់បានហ្នឹងគឺអស្ចារ្យគឺជោគជ័យខ្លាំងបាទអញ្ចឹងសូមសួរមួយទៀតនៅពេលដែលបងចាប់ដើមលក់នំប៉័ងសាច់រហូតដល់ខ្លាយទៅជាតំណាងទីផ្សារអ្នកអញ្ចឹងថាផ្នែកទីផ្សារណាតើមានបងប្អូនណាបងប្អូនឬក៏ពុកម្ដាយណាគាត់ជំទាស់គាត់ហាមអត់ឬក៏យ៉ាងម៉េចនិយាយទៅការធ្វើទីផ្សារនេះគឺចំណូលចិត្តរបស់ខ្ញុំទេហ្នឹងហើយដូចខ្ញុំជំរាបជូនអញ្ចឹងតាមរយៈអ្នកទីផ្សារដែលគាត់ចុះផ្សព្វផ្សាយធ្វើការលក់ដូរអញ្ចឹងយើងចាំមើលគេមើលឯងអញ្ចឹងយើងរកស៊ីយើងលួចមើលម៉េចគេខ្លះអញ្ចឹងណាបាទហ្នឹងហើយថ្ងៃមួយហ្នឹងគាត់ទៅញ៉ាំការគេបាទញ៉ាំការគេគាត់នៅស្រុកកំណើតគាត់នៅកពតឯខ្ញុំចៃដន្យអីនិយាយទៅខ្ញុំលក់ប៉ាតេបដើពេលថ្ងៃល្ងាចឡើងខ្ញុំច្រៀងអូជាអ្នកចម្រៀងតាមស្រុកខ្សែចំការអូអញ្ចឹងក៏មានឱកាសក្នុងការប្រម៉ូទដែរបាទអញ្ចឹងទៅបាក់ចៃដន្យជួបអ្នកទីផ្សារដែលគាត់យកផលិតផលមកផ្សព្វផ្សាយដែលយើងរកញ៉ាំទេសហ្នឹងគាត់ក៏ឃើញខ្ញុំអញ្ចឹងទៅគាត់ក៏ហៅខ្ញុំទៅធ្វើផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនហ្នឹងឲ្យក្រុមហ៊ុន310ហ្នឹងបាទនៅតាមខេត្តតាកែវខេត្តអីអញ្ចឹង
từ cái bông năm từ cái bông năng từ ở bông sạt ấy chẳng á bạn bọn chẳng tới nhóm trẻ từ tam quạt chẳng có đôi lôi cả tì tôi chẳng ở tiêm tia lợp cả cầm rai vậy thì đời xa như cái thang thường mấy ơi ta ban miền bọc sau chẳng á bốn và dụng bọc sau ồ chẳng xong xuôi tụi mua tiếp cũng khăn á ba trong số tháng trẻ để dạy về đại bong thưa tì xa để dạy về đại bong lụa sạch bát tê mò đọc năm tại bong chụp ốp xạ vậy cả bà sớm ca nghe được trong chỉ miền chuông hàng đá nhưng về vì môn mau ốp xạ bờ sạch bát tê nâng ông pi ca lụ bờ dân cứ vì lụ đa dày nằng về ở bên bờ bãi thì ốp xạ thì muối cứ tôi thảo việc liêng khăng pe liêng khăng tới vừa phọc về ai việc phụ cho mấy chọn lợp lâu dân lâu vì môn mau về làm ba ốp xạ từ lợp lâu về tay sớm mà đặt nhom tao đào tì ná nhom rồi tao đào tì ná cứ tì chôn cây chui tinh đào tì nằng của ai tì chôn dân chở đó là ta mình là sọc phum này cái control về lợp pháo bọc trong một bát tê trong bên bờ rọp nằng chợ chẳng mình tha bài chợ bòn đi hàng của môn sạch bát tê bờ rọp nó cứ miền đại cu sa ca cái đôi chia đầm nang lụa tam khai chỉ chớn bên đây bong thở sớm mà bài chợ bòn đi chẳng mà ở đường càng nghe lụa đâu đây có môn miền nang trái cứ bị chợ này tại có dân là tại ro bắn to đầm bầy bằng đi hỏi can tại miền ca tụi lum tụi lấy tiếp xa bây giờ á rồi xaផលិតផលនេះគឺជាផលិតផលក្នុងស្រុកអញ្ចឹងយើងចង់ឲ្យប្រជាពលរដ្ឋនិងអតិថិជនទាំងអស់ទូទាំងប្រទេសហ្នឹងគាត់ជួយគ្រប់គ្រងផលិតផលនៅក្នុងស្រុករបស់យើងហើយខ្ញុំចង់ជំរាបបន្តិចដែរដោយសារផលិតផលរបស់យើងហ្នឹងមិនមែនតែផ្សព្វផ្សាយបច្ចុប្បន្ននេះទេគឺមានការផលិតហ្នឹងតាំងពីឆ្នាំ1986មកម្លេះបាទអូយូរហើយបាទតែនិយាយថាអាយុកាលនៃក្រុមហ៊ុនបង្កើតឡើងរោងចក្រផលិតឡើងហ្នឹងគឺអាយុបងខ្ញុំទៀតនោះបាទឥឡូវចេះឥឡូវសួរចាត់តាមត្រង់ហ្មងតើទៅពីការលក់រហូតដល់ពេលនេះតើបងមានធ្លាប់គិតថាចង់ឈប់តើហើយបើថាបងចង់ឈប់បងចង់ធ្វើបន្តតើមានអ្វីជំរុញដែលបងចង់ធ្វើបន្តទៀតនេះសម្រាប់បច្ចុប្បន្ននេះគឺវាអត់មានឧបសគ្គអីត្រូវឲ្យយើងឈប់ទេទីមួយយើងមានទំនុកចិត្តទៅលើក្រុមហ៊ុនណាក្រុមហ៊ុនគឺគាត់មានភាពជឿជាក់លើយើងមានទំនុកចិត្តលើក្រុមហ៊ុនមានទំនុកចិត្តលើអីលើដូចថាអ្វីដែលយើងធ្វើការបានមកក្រុមហ៊ុនមិនដែលខកខាននៃការបើកប្រាក់ខែប្រាក់បៀវត្សឲ្យយើងគឺថ្ងៃទី1ត្រូវបើកប្រាក់ខែដែលយើងគិតថាវាអត់មានការបោកប្រាស់មានតែក្រុមហ៊ុនរបស់យើងគឺល្អជាទីបំផុតអញ្ចឹងណាបងដែលធ្វើឲ្យយើងគិតថាមានអារម្មណ៍ចង់បន្តធ្វើតទៅទៀតអ្វីដែលយើងអាចធ្វើបានគឺយើងត្រូវតែធ្វើទោះបីយើងចំណាស់ម៉ាងក៏ដោយឲ្យយើងមានសមត្ថភាពធ្វើបាទអត់ជាបញ្ហាទេព្រោះអីក្រុមហ៊ុនគេល្អណាស់បាទមុនប៉ាតេយើងអញ្ចឹងសូមមួយទៀតឆ្លងកាត់រយៈពេល10ឆ្នាំជាងនេះសម្រាប់ការលក់របស់បងឬក៏ហៅថាការធ្វើទីផ្សារណាតើបងមានបរាជ័យអត់ឬបរាជ័យធ្លាប់បរាជ័យអត់អញ្ចឹងណាសម្រាប់ទីផ្សារអូនដំបងវាលំបាកដែរអានឹងខ្ញុំជំរាបជូនត្រង់តោះអាហ្នឹងយើងងាកមកក្រោយទៅណាអូនណាពីដើមដូចខ្ញុំជំរាបជូនបងអញ្ចឹងខ្ញុំរញអាទេសដើរហ្នឹងខ្ញុំធ្វើទីផ្សារលក់ប៉ាតេបដើខ្ញុំជាងនៅកពតអញ្ចឹងត្រឡប់មកវិញអញ្ចឹងទៅយប់ព្រលឹមឡើងអញ្ចឹងពេលយប់យើងច្រៀងជាប់យើងគេងនៅតាមតំបន់ភូមិស្រុកគេយើងសុំគេស្នាក់នៅអញ្ចឹងណាព្រលឹមឡើងបងចេញម៉ូតូមកអញ្ចឹងយើងមើលកន្លែងណាតំណងមានទីប្រជុំជនអីអញ្ចឹងយើងចេះតែស៊ូគេយើងអត់មានមានបានអីកាលហ្នឹងយើងទៅសេលេខដាក់លើกระดาษឲ្យគាត់អញ្ចឹងណាមានតាមហាងនំប៉័ងមានអីតាមទីផ្សារមើលទៅប្រជុំជនដែលគាត់អាចថាតំបន់ហ្នឹងគាត់អាចលក់បានអញ្ចឹងណាបាទធ្វើទីផ្សារកាលហ្នឹងមិនថាយើងអួតទេតែបុរាណទេតែវាយ៉ាងខ្លាំងដែរអញ្ចឹងដូចថាគេទទួលគ្រប់គ្រងផលិតផលយើងវាឆ្ងាញ់នោះបាទអញ្ចឹងយើងដាក់កន្លែងណាក៏បានដែរទីផ្សារវានៅទូលំទូលាយបាទកាលហ្នឹងបាទសុំមួយទៀតឥឡូវនេះគឺចង់និយាយថាសាច់ប៉ាតេបេរ៉ុបគឺល្បីដោយសារតែគុណភាពអញ្ចឹងទៅថាល្បីនឹងសំខាន់អ្នកធ្វើទីផ្សារតើទីផ្សារសាច់ប៉ាតេហ្នឹងមានអ្វីខុសប្លែកពីគេបានមានអតិថិជនគ្រប់គ្រងហ្នឹងអូនស៊ូឡើងជីកជីកគល់ហ្មងនេះបាទសម្រាប់ផលិតផលរបស់ក្រុមហ៊ុនយើងបានល្បីដល់ពេលនេះគឺវាទី1គឺយើងផលិតផលយើងគឺផលិតសុទ្ធយើងអត់មានប្រើសារធាតុគីមីបាទមានប្រើសារធាតុរក្សាទុកហើយអំពីគុណភាពនៃការផលិតហ្នឹងគឺមានផលិតលក្ខណៈស្តង់ដារមានការត្រួតពិនិត្យត្រឹមត្រូវពីក្រសួងអញ្ចឹងណាបងបាទហើយអំពីគុណភាពហ្នឹងគឺវាគុណភាពឆ្ងាញ់ដែលធ្វើឲ្យការទីផ្សាររបស់យើងហ្នឹងវាធ្វើទៅវារលូនល្អបាទអំពីបញ្ហាឧបសគ្គវាតែតែមានយើងធ្វើការទីផ្សារដំបូងណាបាទទីមួយគេអ្នកខ្លះក៏គាត់វាអត់សូវមានទំនុកចិត្តអីចឹងណាគេខ្លាចយើងបោកប្រាស់បើគេចឹងណាប៉ុន្តែដល់ពេលយើងធ្វើទៅគឺគាត់របស់បានដល់ដៃបានគាត់វេលុយយើងកាលសម័យមុនណា
នឹងដោយសារខ្ញុំចោះទីផ្សារគេស្គាល់យើងស្គាល់ផលិតផលយើងប៉ុន្តែមកដល់បច្ចុប្បន្ននេះទីផ្សារយើងមិនបាច់ទេយើងធ្វើតាមប្រព័ន្ធ digital បាទ អញ្ចឹងយើងមានយើងផ្សព្វផ្សាយតាមរយៈ Facebook ផង Facebook page ផង TikTok ផងអញ្ចឹងណា អ្នក view អីចឹងទៅឥឡូវនេះគឺទីផ្សារយើងអត់ដូចមុនទេពីមុនយើងចុះទៅតបបើសិនជាអូនចង់មានមិត្តភក្តិបងប្អូនអីចង់លក់អាចឆាតតាម page ឬក៏ Telegram បងអូនគាត់ចុចលើ link Telegram ចេញបាទផ្នែកទីផ្សារមានបងឈ្មោះនៅលើហ្នឹង បាទចង់សួរមួយទៀតចង់សួរថាអញ្ចេះជាក់ស្ដែងមុននឹងបងបានជម្រាបឲ្យថាបងបានលក់សាច់ប៉ាតេឬក៏ធ្វើទីផ្សារខាងប៉ាតេ310ហ្នឹងវា10ឆ្នាំជាងហើយអញ្ចឹងការធ្វើទីផ្សារពីមុននិងការធ្វើទីផ្សារឥឡូវហ្នឹងតើវាខុសគ្នាចង់ថាគុណភាពនៃការធ្វើទីផ្សារខុសគ្នាបែបណាព្រោះឥឡូវវាប្រកួតប្រជែងច្រើនណាបាទវាទាមទារអីខ្លះអញ្ចឹងណាធ្វើមិនដើម្បីឈ្នះគេអញ្ចឹងពីមុនយើងធ្វើការរបៀបបុរាណធ្វើទីផ្សារបាទប៉ុន្តែមិញបងអូនសួរថាខ្ញុំលក់10ឆ្នាំមែនបាទអាលក់ហ្នឹង10ឆ្នាំណាលក់ផលិតផលយើងដើររញ៉ាទេសហ្នឹងណា10ឆ្នាំប៉ុន្តែដល់យើងមកធ្វើទីផ្សារថែមពីលើទៀត10ឆ្នាំទៀតហើយអញ្ចឹងបទពិសោធន៍ខ្ញុំ20ឆ្នាំហើយបាទអញ្ចឹងធ្វើទីផ្សារពីមុនមកបើយើងដើរគ្រាន់វាហត់នឿយបន្តិចបាទតែម៉ូចគឺមានភាពជឿជាក់ច្រើនដោយសារអីយើងទៅគេឃើញយើងជាក់ស្ដែងទៅនិយាយជាក់ស្ដែងណាបាទអញ្ចឹងគេឥឡូវនេះវាយ៉ាងលំបាកតិចដោយសារអីលំបាកត្រង់ថាអញ្ចេះទេเพจខ្លះគាត់រស់ស៊ីបោកប្រាស់គេអូអញ្ចឹងអាពេលដែលយើងធ្វើទីផ្សារយើងទៅបង្កើតเพจវាមានការផលលំបាកទេហើយខ្ញុំក៏អរគុណដល់អតិថិជនជាច្រើនដែលគាត់ជឿជាក់លើយើងដែលជឿជាក់លើเพจ310ខ្ញុំនេះអញ្ចឹងយើងចាប់ដើមបង្កើតเพจបានរយៈពេលប្រហែលជាកន្លះឆ្នាំណាបាទអត់ទាន់បានកន្លះឆ្នាំគឺមានអតិថិជនកំងច្រើនអូបាទហើយកំងគាត់បាញ់លុយឲ្យយើងដោយគាត់អត់ខ្លាចថាយើងបោកទេតែយើងបានវេអីវ៉ាន់គាត់បាទដល់ដៃរបស់គាត់ឲ្យគាត់សប្បាយចិត្តគាត់ថាខ្ញុំពេលដែលខ្ញុំកំងសាច់បងឯងខ្ញុំបថុយបឋាននេះកំងហ្នឹង4 20ម៉ឺនឲ្យចោលអញ្ចឹងណាបាទប៉ុន្តែដល់ផលិតផលយើងដល់ដៃគាត់អរគុណយើងអរគុណគាត់ដែរអូត្រូវពួកយើងអាហ្នឹងមានខាងកំពង់ចាមមានចិត្តអត់លក់មុខបាទកំពង់ចាមមានកពតមានតកែវមានអីព្រៃវែងស្វាយរៀងដែលគាត់មើលឃើញเพจយើងអញ្ចឹងណាបាទអញ្ចឹងសុំសួរមួយសំណួរទៀតយើងចាក់ដាំបន្តិចណាបាទតើចំពោះការធ្វើទីផ្សារបច្ចុប្បន្នដូចជាអនាគតបងចង់មានដៃគូសហការអត់ឬក៏យ៉ាងម៉េចហើយត្រូវការឲ្យដើមទុនអត់ឬក៏មិនអញ្ចឹងណាបងសម្រាប់អ្នកចង់ធ្វើដូចបងចង់ខ្លាយជា hero ដូចបងអញ្ចឹងណាសម្រាប់មិនបាច់ចាំថ្ងៃអនាគតទេចង់និយាយបច្ចុប្បន្ននឹងផ្ទាល់តែម្ដងមកនេះមកក៏ដូចជាផ្សព្វផ្សាយអំពីយើងរកដៃគូសហការដែរអញ្ចឹងណាបងសម្រាប់បងเพจបងនេះគឺเพจផ្លូវការអត់មានរស់ស៊ីបោកប្រាស់អតិថិជនឬអ្នកណាគឺខ្ញុំហ៊ានស្បត់ជូនហើយមានក្រុមហ៊ុនប៉ាតេភ្នំពេញ310នៅខាងក្រោយខ្នងខ្ញុំដែលជាក្រុមហ៊ុនដែលមានទំនុកចិត្តជាទីបំផុតដែលខ្ញុំរស់ស៊ីជាមួយគាត់20ឆ្នាំខ្លាយជាងនេះហើយអញ្ចឹងណាអូនអំពីអាការដែលយើងរើសតំណាងចែកចាយយើងចាប់ដើមរើសពីឥឡូវទៅហ្នឹងអត់មានចាំបាច់អនាគតទេដោយសារទីផ្សារយើងដើរឲ្យស្រាប់ហើយអ្នកដែលធ្វើការជាមួយខ្ញុំគឺអត់បាច់ចាំប្រើដើមទុនទេអ្នកដៃគូសហការចង់និយាយគាត់បើសិនជាគាត់អត់ចេះបង្កើតទេបង្កើតអីខ្ញុំមានភ្នាក់ងារខ្ញុំហ្នឹងគឺគាត់ជំនាញឯកទេសក្នុងការរៀបចំเพจរៀបចំអីជូនដោយអត់គិតថ្លៃទេអ្នកដែលគាត់ចង់ធ្វើទីផ្សារច្បាស់លាស់ណាដែលអ្នកចង់រស់ស៊ីអ្នកដែលនេះមិនបាច់ចាំប្រើដើមទុនហើយក៏បើអត់ចេះចំណេះជំនាញទីផ្សារបុរាណខ្ញុំជួយណែនាំជួយប្រាប់គាត់តាមវិធីសាស្ត្រដែលបទពិសោធន៍ខ្ញុំមានពាក់ព័ន្ធទៅលើเพจគឺខ្ញុំមានដៃគូសហការខ្ញុំមានអ្នកកាន់เพจរបស់ខ្ញុំហ្នឹងអ្នកដែលរៀបចំเพจអ្នកបច្ចេកទេសអ្នកបច្ចេកទេសរបស់ខ្ញុំហ្នឹងអ្នកបច្ចេកទេសរបស់ខ្ញុំហ្នឹងគឺគាត់អញ្ចឹងចាំជួយធ្វើការជូនអញ្ចឹងសម្រាប់ដៃគូសហការចុះអាបច្ចេកទេសហ្នឹងចុះគ្នាចេះเพจទៅអត់តែចេះធ្វើជ្រក់ជាអីហ្នឹងមានទេចាមានតែពាក់ព័ន្ធអីហ្នឹងពាក់ព័ន្ធលើជ្រក់បាទនេះគេហៅខ្ញុំមិនមែនថាយើងអួតទេប៉ុន្តែជាទូទៅបើយើងធ្វើជ្រក់ឲ្យអតិថិជនណាគឺគាត់មិនដែលកវីក្បាលទេថាមិនឆ្ងាញ់គឺគាត់ឲ្យមេដាយយើងរហូតមិនអួតទេអាហ្នឹងវាចាក់ស្ដែងហើយការធ្វើជ្រក់របស់ខ្ញុំហ្នឹងគឺខ្ញុំអត់ដែលភ្លក់អីគឺយើងមានកម្រិតនៃរង្វាស់ຂະຫນាតយើងវាមានក្បួនຂະຫນាតត្រឹមត្រូវណាអូនបាទដែលធ្វើឲ្យជ្រក់យើងធ្វើតែយើងលាយគ្រឿងតែម្ដងគឺរួចជាស្រេចយើងភ្លក់ទៅដឹងតែឆ្ងាញ់តែម្ដងអូចឹងហីហ្មងបាទអូល្អគាត់ថាចំពោះការសភានេះដូចជាយើងច្រើនតិចណាបងណាអត់អីទេអូនសួរទៅព្រោះអញ្ចឹងជាឆ្លើយជូនបាទជាចុងក្រោយជាចុងបញ្ចប់ណាខ្ញុំចង់ថាតើបងមានអ្វីខ្លះពាក់ព័ន្ធជាមួយនឹងកម្រិតអាជីវកម្មពាក់ព័ន្ធជាមួយនឹងអ្នកដែលចង់រស់ស៊ីឲ្យមានដើមទុនអ្នកឬក៏អ្នកដែលចង់ប្រឹក្សាយោបល់ពាក់ព័ន្ធជាមួយថាគាត់មានអារម្មណ៍លើសាច់ប៉ាតេអញ្ចឹងតើបងអាចបង្ហើបខ្លះបានទេបងពាក់ព័ន្ធទៅលើការរស់ស៊ីដូចបងជំរាបជូនអញ្ចឹងគឺអតិថិជនដែលគាត់
មានចំណាប់អារម្មណ៍ឲ្យចង់លក់មែនតើណា បាទ ដៃបើនិយាយទៅគេហៅដៃគូសហការអញ្ចឹងគឺផ្ដោតសំខាន់ភាពស្មោះត្រង់ អូ បាទយើងអត់បាច់ប្រើដើមទុនអីទេ បាទ ហើយលើចំណេះបច្ចេកទេសដូចយើងជំរាបជូនអញ្ចឹងអត់អីក៏តាំងបារម្ភទៅធ្វើទីផ្សារមិនអត់ចេះខ្ញុំអត់ចេះអត់អីអត់ចេះសំខាន់ថាយើងនឹងចង់អត់ចង់ធ្វើទីផ្សារអត់អញ្ចឹងណា អូ បើចង់គឺខាងយើងនឹងមានការបង្ហាត់បង្រៀនអីត្រឹមត្រូវតាមបច្ចេកទេសយើង បាទបងបាទ តាមលក្ខណៈ digital តាមលក្ខណៈបុរាណអីគឺទាំងអស់ អូ បាទមួយសេតតែម្ដង អញ្ចឹង បាទ សរុបមកសម្រាប់អ្នកដែលគាត់ចាប់ផ្ដើមអាជីវកម្មគាត់ចង់ធ្វើ business តខ្លួនគាត់ចង់បើកមុខបោតខ្លួនអត់ស្អីមានដើមទុនហើយគាត់ចង់មានការលក់មានលុយចំណេញអីចឹងណា ហ្នឹង បាទអញ្ចឹងខាងបងទទួលហ្នឹងណោះ បាទសម្រាប់ការលក់ហ្នឹងយើងបើសិនជាអតិថិជនគាត់ចង់លក់គឺនិយាយរួមគាត់ចំណាយទុនជាទីបំផុតទុនក្នុងការទិញប៉ាតេឯង បាទ និយាយរួមដើមទុននេះវាតិចបំផុត ទិញកាត់ស្តុកមែន បាទតិចចង់និយាយថាគាត់ប្រើគាត់វិនិយោគជាមួយក្រុមហ៊ុនយើងណា បាទ មិនវិនិយោគឲ្យគាត់ដាក់លុយឲ្យយើងទេគាត់ចង់លក់គាត់ទិញផលិតផលយើងគាត់ឲ្យលុយយើងវេឲ្យវ៉ាន់ឲ្យគាត់ អូ អញ្ចឹងគាត់ថាគាត់ប្រើដើមទុនតិចតែសម្រាប់ដៃគូសហការអត់មានប្រើដើមទុនទេ អូ ឲ្យតែចង់លក់ បាទ ហ្នឹង អញ្ចឹងវិញណាបងណោះ បាទ ចុះឥឡូវសួរតិចនិយាយជួយឡើងភ្លេចអាសនុចង់ក្រោយថាតើក្រុមហ៊ុនប៉ាតេ10ហ្នឹងគឺជាក្រុមហ៊ុនស្របច្បាប់មានការធានាត្រឹមត្រូវណាបងណោះ បាទនិយាយទៅក្រុមហ៊ុនយើងមាន license ច្បាស់លាស់មានបញ្ជាក់ចេញពីក្រសួងឲ្យត្រឹមត្រូវបាទមានការត្រួតពិនិត្យត្រឹមត្រូវពីក្រសួងបាទអញ្ចឹងប៉ាតេយើងគឺស្របច្បាប់បាទបើមិនស្របច្បាប់យើងអាចផលិតតាំងពីឆ្នាំ1986រហូតដល់ឈរជើររហូតដល់ពេលនេះបានទេ អូល្អមែនទែនបង បាទសូមបញ្ជាក់ខាងលើហើយក៏សូមអរគុណទៅដល់បងអូនដែលធ្វើកិច្ចសម្ភារជាមួយបងអញ្ចឹងណា បាទ តែបងមានបទពិសោធន៍បងជំរាបជូនមាញ់មិញហ្នឹងគឺមានតែប៉ុណ្្នឹងតែសូមបញ្ជាក់ចុងក្រោយបន្តិចអញ្ចឹងផលិតផលរបស់យើងនេះគឺផលិតផលក្នុងស្រុកអញ្ចឹងសូមអតិថិជនក៏ដូចជាបងប្អូនប្រជាពលរដ្ឋយើងទូទាំងប្រទេសសូមងាកមកគ្រប់គ្រងផលិតផលខ្មែរដែលផលិតនៅក្នុងស្រុកបើសិនជាអស់លោកស្រីនេះមិនចំណាប់អារម្មណ៍ចង់តាក់ទងឬទំនាក់ទំនងលក់បន្តឬក៏ចែកបោះដុំនឹងលក់រាយឬក៏ចង់ធ្វើជាតំណែងចែកចាយអាចឆាតចូល page និង Telegram បងបានបាទខ្ញុំបាទក៏សូមអរគុណសូមជម្រាបលា បាទជំរាបលាអរគុណច្រើនបាទ Thank you.